នេះជាវីដេអូដំណើរកំសាន្តរបស់ខ្ញុំទៅកាន់កោះតៃវ៉ាន់តាំងពីឆ្នាំទៅម៉ែបងប្អូននេះគឺទៅចំខែ11ពេលបុណ្យអុំទូកណាតែបានកាត់តបញ្ចូលសលេងទេដោយសារតែ memory ទូរស័ព្ទហ្នឹងគឺពេញហើយបងប្អូនពេលខ្ញុំទៅហ្នឹងគឺម៉ោង1ថ្ងៃត្រង់ទៅដល់នោះគឺល្ងាចល្មមបងប្អូនអញ្ចឹងទៅគឺឡានក្រុងគេមកយកហើយគឺនាំគ្នាទៅញ៉ាំអីនៅភោជនីយដ្ឋានតែម្ដងហើយម្ហូបគេគឺមានច្រើនមុខដែរណាបងប្អូននិយាយទៅម្ហូបគេគឺឆ្ងាញ់ប៉ុន្តែគ្រាន់តែរសជាតិគេរៀងអត់ដិតដូចយើងណារៀងសាបអញ្ចឹងណាបន្ទាប់ពីញ៉ាំអីហើយគឺគេជូនទៅសណ្ឋាគារទុកអីកៅអៅទុកអីវ៉ាន់អីហើយគឺនាំគ្នាទៅដើរលេងពេលយប់ហ្នឹងគឺនៅផ្សាររាត្រីនៅនេះគឺនៅថៃចុងបងប្អូនកន្លែងពលានដែលខ្ញុំចុះមិញហ្នឹងគឺនៅថៃចុងនិយាយទៅបានជាយើងមកដើរលេងហើយគឺយើងត្រូវតែឆ្លៀតឱកាសបងប្អូននិយាយទៅកុំឲ្យទុកពេលចោលគឺយើងត្រូវតែឆ្លៀតដើរឲ្យអស់ពេលតែម្ដងហើយនេះគឺជាថ្ងៃដំបូងណាបងប្អូនដល់អញ្ចឹងទៅគឺនៅថៃចុងហ្នឹងគឺនៅជនបទទេមិនមែនជានៅទីក្រុងទេអញ្ចឹងទៅគឺទេសភាពអីគឺអត់មានអីទេធម្មតាអញ្ចឹងណាហើយផ្សារគេនេះគឺគ្រួសាររបស់ខ្ញុំគឺកលេចទៅឃើញស្អីគេទៅហ៊ូស្អុយនេះបងប្អូនហើយមានមឹកអីធំហើយអញ្ចឹងទៅគាត់ចង់សាទៅហ៊ូស្អុយនោះនិយាយពីថាខ្ញុំអត់ចេះញ៉ាំទេបងប្អូននេះនិយាយទៅនៅតៃវ៉ាន់នេះគឺសបោហ្មងផ្សាររាត្រីហើយសិតតែរបស់ញ៉ាំល្ងាចឡើងគឺគេដើរហើយនេះគឺថ្ងៃទី2នៃថ្ងៃដើរលេងនិយាយទៅខ្ញុំមកដើរលេងនៅកោះតៃវ៉ាន់នេះមកតាមរយៈធូរអញ្ចឹងទៅគឺរយៈពេលគឺ5ថ្ងៃបងប្អូន5ថ្ងៃអញ្ចឹងទៅពេលវេលាទៅហេញមក2ថ្ងៃបាត់ហើយអញ្ចឹងទៅគឺសល់ពេល3ថ្ងៃដើរពេញតែម្ដងហើយនេះគឺគេនាំមកលេងនៅសួនសត្វណាបងប្អូនគឺជាអាទិភ្លើងហ្នឹងមើលសត្វអញ្ចឹងសត្វព្រៃសត្វចិញ្ចឹមហ្នឹងណានិយាយទៅទីភ្លើងនេះជាយឺតទេបងប្អូនតែខ្ញុំទាញរៀងញាប់បន្តិចដោយសារវីដេអូវែងអញ្ចឹងទៅខ្ញុំចង់ឲ្យកាត់ឲ្យនៅខ្លីអញ្ចឹងនិយាយទៅគេបែងចែកជា2ក្រុមមួយក្រុមទៀតគឺក្មេងៗគេទៅលេងកន្លែងជីអីខ្ពស់អីលឿនអញ្ចឹងណាហើយមួយក្រុមទៀតនេះសម្រាប់ចាស់គឺគាត់មកមើលសួនសត្វមើលអីចឹងហើយខ្ញុំពីអ្នកគ្រួសាររបស់ខ្ញុំនេះគឺថាវ័យកដាលអីចឹងទៅគឺមានតែមកមើលសួនសត្វហ្នឹងឯងពីថាការជាទីភ្លើងមើលសួនសត្វនេះបងប្អូនលឿនមែនតែមួយផ្លែតគឺមកដល់កន្លែងដើមបាត់ហើយនិយាយទៅពេលវេលា1ម៉ោងដើរបានមកកន្លែងនិយាយទៅលឿនមែនតែហើយនេះបានមកថតនៅកន្លែងគេជីអីហ្នឹងបន្តិចហ្នឹងដែរចេញពីកន្លែងសួនសត្វហ្នឹងហើយគឺពួកខ្ញុំបានមកលេងនៅចកាក្រូចមួយទៀតណាបងប្អូនហើយពីមួយកន្លែងទៅមួយកន្លែងហ្នឹងគឺជីរាប់ម៉ោងណាបងប្អូនគឺឆ្ងាយពីគ្នាហើយក្នុងមួយថ្ងៃហ្នឹងគឺដើរបាន3កន្លែងអីដែរប៉ុន្តែលក្ខណៈថាលឿនបញ្ញាប់អីអញ្ចឹងទៅហើយនៅចកាក្រូចនេះគឺថាប្រព័ន្ធទឹកគេគឺបានល្អមែនតែនបងប្អូនហើយនិយាយពីថាផ្លែឈើនៅតៃវ៉ាន់សម្បូរមែនតែនហើយនិយាយពីយើងញ៉ាំគឺទំនុកចិត្តតែម្ដងសុវត្ថិភាពធម្មជាតិហ្មងហើយហៀចែនេះគឺថាបានទិញម្នាក់1គីឡូ2គីឡូយកទៅផ្ទះវិញអញ្ចឹងបន្ទាប់ពីចេញពីចកាក្រូចហ្នឹងហើយគឺដល់ពេលល្ងាចពួកខ្ញុំបានទៅញ៉ាំអីទៀតហើយបងប្អូនហើយនិយាយទៅគឺអាហារ3ពេលនិងដើរលេង3កន្លែងក្នុងមួយថ្ងៃហើយអាហាររបស់គេហ្នឹងគឺថាឆ្ងាញ់មែនតើមានស៊ុបមានប៊ូហ្វេអីដូចយើងដែរគ្រាន់តែរសជាតិគេបែបស្រាលហើយអត់មានទឹកជ្រលក់រសជាតិដិតអីដូចយើងទេនេះម្ហូបអាហារគេគឺគេគិតពីសុខភាពបងប្អូនគឺគេអត់ញ៉ាំដិតដូចយើងទេហើយពេលយប់ឡើងគឺពួកខ្ញុំទៅលេងផ្សាររាត្រីទៀតហើយបងប្អូននិយាយទៅផ្សាររាត្រីនៅកោះតៃវ៉ាន់មាននៅគ្រប់ទីកន្លែងហ្មងគឺគេចូលចិត្តដើរលេងពេលយប់នឹងឯងដោយសារតែពេលថ្ងៃគឺគេរវល់ធ្វើការអីអញ្ចឹងបាទនៅខ្មែរយើងមានតែ work street ទេរបៀបថាដូច work street យើងអញ្ចឹងបងប្អូនដោយសារយើងទំតែមានទេបើគេមានយូរហើយអញ្ចឹងវីដេអូរបស់ខ្ញុំគឺចប់ត្រឹមហ្នឹងសិនណាបងប្អូននៅមានវគ្គតវីដេអូតទៀតអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតកុំភ្លេចជួយ follow page ខ្ញុំម្នាក់មួយផងណា